សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថានៅលើពិភពលោកវីរុសណូរ៉ូជាមូលហេតុចម្បងនៃការក្អួតនិងរាគនិងជំងឺដែលបណ្ដាលមកពីអាហារដែលបង្កឲ្យមានជំងឺរលាកក្រពះស្រួយស្រាលរលាកក្រពះពោះវៀនអង្គការសុខភាពពិភពលោកបានរកឃើញថាជារៀងរាល់ឆ្នាំនៅលើសកលលោកមាន685លានករណីបង្កដោយវីរុសណូរ៉ូស្លាប់ប្រមាណ200,000 នាក់ក្នុងនោះដែល200លានករណីកើតលើកុមារអាយុក្រោម5ឆ្នាំនិងមានកុមារចំនួន50,000 នាក់បានស្លាប់ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់កន្លែងមានការប្រមូលផ្ដុំអាកាសធាតុត្រជាក់មេរោគរស់យូររដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយបុគ្គលគ្រប់វ័យអាចឆ្លងនិងឈឺដោយវីរុសណូរ៉ូរោគសញ្ញាជាទូទៅកើតមានចន្លោះពី12ទៅ48ម៉ោងបន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូរោគសញ្ញាភាគច្រើនមានរាគក្អួតចង្អោរចុកពោះនិងអាចមានក្តៅខ្លួនឈឺក្បាលនិងឈឺខ្លួនភាគច្រើនជាសះស្បើយឡើងវិញក្នុងរយៈពេល1ទៅ3ថ្ងៃប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង2សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយអ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូច្រើនដងក្នុងជីវិតរបស់អ្នកពីព្រោះវីរុសណូរ៉ូមានច្រើនប្រភេទការឆ្លងវីរុសណូរ៉ូមួយប្រភេទមិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយអាហារសមុទ្រជាពិសេស oyster ឆៅអាចមានផ្ទុកវីរុសកុមារអាយុ5ឆ្នាំមនុស្សចាស់និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស1របៀបចម្លងវីរុសណូរ៉ូរីករាលដាលយ៉ាងងាយនិងរហ័សតាមវិធីផ្សេងៗគ្នាដូចជាការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូដូចជាការថែទាំអ្នកជំងឺការចែករំលែកអាហារសម្ភារៈប្រើប្រាស់និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូពិសាអាហារទឹកឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូការប៉ះវត្ថុឬផ្ទៃដែលមានមេរោគហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់អ្នកអាចចម្លងវីរុសណូរ៉ូរយៈពេល2សប្តាហ៍ឬច្រើនជាងនេះបន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ2របៀបបង្ការត្រូវប្រកាន់អនាម័យលាងសម្អាតដៃឲ្យបានញឹកញាប់សម្អាតនិងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អពិសេសអាហារសមុទ្រពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី60 អង្សាសេស្នាក់នៅផ្ទះពេលឈឺរយៈពេល2ថ្ងៃ48ម៉ោងបន្ទាប់ពីបាត់រោគសញ្ញាបើមានរោគសញ្ញាដូចខាងលើសូមទៅពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នកក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជនអំពីព័ត៌មានទាក់ទងនិងបញ្ហាសុខភាពសាធារណៈតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាលក៏ដូចជាទំព័រ Facebook ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងគេហទំព័រ www.cdcmoh.gov.kh សម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងលេខទូរស័ព្ទតនហេតុការរបស់ក្រសួងសុខាភិបាលលេខ115ដោយឥតគិតថ្លៃថ្ងៃប្រហោះ400ខែមករាឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី19ខែធ្នូឆ្នាំ2024សូមអរគុណ